លោកឧត្តមសេនីយ៍តូហេងសុផលដាក់គោលដៅ6ចំណុចដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់លោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តសំណេះសំណាលសួរសុខទុក្ខដល់មន្ត្រីនគរបាលនិងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនានិងទិសដៅអនុវត្តបន្តសម្រាប់ខែមេសាឆ្នាំ2025នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តនាព្រឹកថ្ងៃទី18ខែមីនាឆ្នាំ2025ដែលមានការចូលរួមពីមន្ត្រីនគរបាលជាតិប្រមាណ279នាក់លោកឧត្តមសេនីយ៍តូហេងសុផលបានថ្លែងអំណរគុណនិងកោតសរសើរដល់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តដែលបងប្អូនប្រើប្រាស់អស់កម្លាំងកាយចិនខិតខំប្រឹងប្រែងអនុវត្តទូនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះជាបន្តបន្ទាប់គួរជាទីបូតនៈនិងមានប្រសិទ្ធភាពបំផុតបន្ថែមលើប្រសាសន៍សំណេះសំណាលលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានដាក់ចេញនូវគោលការណ៍6ចំណុចដល់ផែនការងារជំនាញរួមមានទី1ការងារប្រឆាំងបទល្មើសគ្រឿងញៀនត្រូវបង្ក្រាបដោយភ្លៀងរលឹមអនុវត្តតាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន3កុំ1រីកាគឺកុំពាក់ព័ន្ធកុំជួញដូរកុំចែកចាយកុំធ្វើខ្នងបង្អែកកុំគប់កិននិងកុំប្រើប្រាស់គ្រឿងញៀនកុំអន្តរាគមន៍កុំរារាំងការអនុវត្តច្បាប់ចំពោះអ ுக ្រិតជនគ្រឿងញៀនទោះបីជាក្រុមគ្រួសារសាច់ញាតិឬមិត្តភ័ក្តិក៏ដោយកុំលើកលែងកុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះអ ுக ្រិតជនគ្រឿងញៀនសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួនហើយជនគ្រប់រូបត្រូវគោរពនិងអនុវត្តច្បាប់1រីកាត្រូវរីកាផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរចែកចាយប្រើប្រាស់ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ចទី2ការងារព្រហ្មទណ្ឌប្រើប្រាស់វិធានការជំនាញបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសលួចឆក់ប្លន់និងល្បែងស៊ីសងខុសច្បាប់ទី3ការងារចរាចរណ៍ផ្លូវគោកបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមគ្រឹះស្ថានសាលារៀនគោលដៅងាយរងគ្រោះបញ្ជ្រាបចំណេះដឹងនិងបញ្ញាស្មារតីដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងនិងមានការប្រុងប្រយ័ត្នដើម្បីចូលរួមគោរពច្បាប់គ្រប់គ្នាបន្តរឹតបន្តឹងការអនុវត្តច្បាប់សម្ដៅកាត់បន្ថយគ្រោះថ្នាក់ឲ្យមានកម្រិតទាបរក្សាបាននូវអាយុជីវិតនិងទ្រព្យសម្បត្តិទី4ពង្រឹងការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើងមុខសញ្ញាចេញពីពន្ធនាគារការងារគ្រប់គ្រងដីកាទី5ពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជាក្នុងការអនុវត្តទូនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងទី6បង្កើនការសាមគ្គីភាពកិច្ចសហការល្អជាមួយមន្ត្រីរាជការប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទូទាំងខេត្តដែលឡែកការងារអគ្គិភ័យនិងសង្គ្រោះបន្តត្រួតពិនិត្យសម្ភារៈបទសុបាយឧបករណ៍បច្ចេកទេសបម្រើឲ្យកិច្ចប្រតិបត្តិការសង្គ្រោះបន្តចុះផ្សព្វផ្សាយអប់រំបញ្ហាអគ្គិភ័យនិងចែកលេខទូរស័ព្ទទំនាក់ទំនងសម្រាប់កិច្ចអន្តរាគមន៍ដល់ប្រជាពលរដ្ឋជាថ្មីម្ដងទៀតលោកឧត្តមសេនីយ៍តូស្នងការផ្ដាំផ្ញើដល់កងកម្លាំងត្រូវគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅអភិក្រមទាំង5របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168